ជំរាបសួរនាងខ្ញុំឈ្មោះសុកយូអឺជាគ្រូបង្រៀនអាហារសុខភាពឆ្នើមថ្នាក់ទី9សកម្មភាពទី4ចាអញ្ចឹងបងប្អូនទាំងអស់គ្នាក៏លេខមកមើលស្លាយយើងទាំងអស់គ្នាអញ្ចឹងសកម្មភាពទី4របស់យើងគឺការសន្និដ្ឋានចាអញ្ចឹងបងប្អូនទាំងអស់គ្នាបានឆ្លងកាត់3សកម្មភាពហើយមែនទេទាំងអស់គ្នាចាអញ្ចឹងយើងមាន3សកម្មភាពតើបងប្អូនបានរៀនពីសកម្មភាពទាំងអស់នោះមានអីគេខ្លះតោះអញ្ចឹងសូមតើសកម្មភាពទី1យើងរៀនពីអីគេសូភីជំរាបអ្នកគ្រូសកម្មភាពទី1គឺអតិពលអាហារលើរាងកាយចាអតិពលអាហារលើរាងកាយត្រូវអត់ទាំងអស់គ្នាចាអរគុណចាអញ្ចឹងសកម្មភាពទី1របស់យើងដែលយើងរៀនដំបូងគេអតិពលអាហារលើរាងកាយចុះសកម្មភាពទី2បងប្អូនណាដឹងមកសុំឲ្យផាន់ណាជំរាបអ្នកគ្រូសកម្មភាពទី2និយាយអំពីអាហារកែច្នៃនិងអាហារមិនកែច្នៃចាត្រឹមត្រូវបងប្អូនទាំងអស់គ្នាចាអញ្ចឹងសកម្មភាពទី2គឺយើងរៀនអំពីអាហារកែច្នៃនិងអាហារមិនកែច្នៃចុះសកម្មភាពទី3តើយើងរៀនពីអីដែរមកសុំបងប្អូនណាដឹងសុំសៃណែតមកកូនជំរាបអ្នកគ្រូជំហានទី3គឺតើមានអ្វីខ្លះមានឥទ្ធិពលលើអាហារដែលយើងបរិភោគតើមានអ្វីខ្លះមានឥទ្ធិពលលើអាហារដែលយើងបរិភោគត្រឹមត្រូវអត់ចាអញ្ចឹងសកម្មភាពទាំង3យើងបានឆ្លងកាត់រួចហើយអញ្ចឹងនៅសល់នៅចុងក្រោយនេះគឺការសន្និដ្ឋានយើងមកសរុបមើលថាតើយើងអាចទទួលបានអីខ្លះពីសកម្មភាពទាំង3ដែលយើងបានរៀនចាអញ្ចឹងអ្នកគ្រូមានសំណួរសម្រាប់បងប្អូនពិភាក្សាក្រុមអញ្ចឹងអ្នកគ្រូបែងចែកចេញជា6ក្រុមឲ្យតំណាងក្រុមទី1ឡើងបកស្រាយចាអបអរសាទរជំរាបសួរខ្ញុំបាទឈ្មោះផនវាសនាជាតំណាងឲ្យក្រុមទី1សូមឡើងបកស្រាយសារធាតុដែលសារពាង្គកាយរបស់យើងត្រូវការពីអាហារមានដូចជាកាបូនអ៊ីដ្រាតមានដូចជាមីដំឡូងហើយនិងអង្ករប្រូតេអ៊ីនមាននៅក្នុងសាច់មាន់សាច់គោសាច់ត្រីប្រភេទខ្លាញ់មាននៅក្នុងប្រេងសណ្ដែកប្រេងអូលីវហើយបន្លែផ្លែឈើខាត់ណាបៃតងនិងស្ពៃទឹកដោះគោនិងកាល់ស្យូមទឹកដោះគោនិងឈីសជាដើមហើយការបកស្រាយរបស់ខ្ញុំត្រឹមហ្នឹងបើមិត្តរួមថ្នាក់ទាំងអស់មានសំណួរសួរអាចសួរខ្ញុំបានចាអញ្ចឹងមានក្រុមផ្សេងយើងឆ្ងល់យើងអាចសួរបានអញ្ចឹងសូមផ្ដល់នាងខ្ញុំមានសំណួរមួយតើកាបូនអ៊ីដ្រាតមានអត្ថប្រយោជន៍អ្វីដល់សារពាង្គកាយរបស់យើងបាទខ្ញុំសូមអរគុណសម្រាប់សំណួរកាបូនអ៊ីដ្រាតមានដូចជាដំឡូងសាច់សណ្ដែកអីច្រឡំតទៀតកូនតទៀតមានកាបូនអ៊ីដ្រាតមានដូចជាដំឡូងមីអង្ករហើយដំឡូងមីអង្ករដែលពេលយើងបរិភោគទៅវាអាចជាផ្ដល់តាមផលដល់សារពាង្គកាយយើងបាទចម្លែកមានតែប៉ុណ្្នឹងអស់ហើយណាអញ្ចឹងយល់បានអត់ក្រុមសោភាបានអត់ចុះអ្នកផ្សេងមានចម្ងល់ទៀតអត់កូនអត់ទេណាចាអញ្ចឹងអរគុណច្រើនសម្រាប់ក្រុមទី1ដែលបានបកស្រាយចាអញ្ចឹងជាកិច្ចបន្ទាប់យើងដល់ក្រុមទីម៉ានចាក្រុមទី2ចាសូមតំណាងក្រុមឡើងបកស្រាយចាអបអរសាទរមួយមកជំរាបសួរនាងខ្ញុំឈ្មោះវ៉ាន់ស្រីណែតតំណាងឲ្យក្រុមទី2សូមមកបកស្រាយឧបសគ្គដែលជួបនៅពេលព្យាយាមបរិភោគអាហារដើម្បីឲ្យមានសុខភាពល្អមានដូចជាការមិនចូលចិត្តបរិភោគយើងដឹងហើយថាអាហារដែលយើងទាំងអស់គ្នាបរិភោគភាគច្រើនអត់សូវចូលចិត្តអាហារដែលសុខភាពទេយើងចូលចិត្តបែបអាហារប្រហិតដូចជាដែលនាំឲ្យខូចសុខភាពអីជាដើមការធុញទ្រាន់មានន័យថាបើសិនជាយើងហូបបន្លែផ្លែឈើរាល់ថ្ងៃយើងមានអារម្មណ៍ថាធុញទ្រាន់ព្រោះអីយើងអត់សូវចូលចិត្តហ្មងទេការបង្ខិតបង្ខំពីសមាជិកគ្រួសារឪពុកម្ដាយ
គ្រប់រូបតែងចង់ឲ្យកូនមានសុខភាពល្អគាត់តែងឲ្យកូនញ៉ាំអាហារដែលមានសុខភាពល្អដូចគេបានដែលបកស្រាយពីខាងដើមហើយប៉ុន្តែយើងអត់សូវចូលចិត្តចឹងយើងមិនពេញចិត្តនឹងគាត់ទេខ្វះថវិកាមានន័យថាអាហារមួយចំនួនមានតម្លៃថ្លៃឬយើងអត់មានលុយគ្រប់គ្រាន់សម្រាប់ទិញវាហូបអីចឹងទៅខ្វះពេលវេលាឧទាហរណ៍ពេលម៉ោងចេញលេងដែលពេលវេលាយើងលឿនយើងអត់ត្រូវហូបអាហារដែលយូរពេកទេព្រោះយើងបញ្ញាប់ចូលរៀនយើងត្រូវហូបអាហារដែលមានសុខភាពល្អហើយលឿនកត្តាមិត្តភ័ក្តិមានចំណង់ចំណូលចិត្តខុសគ្នាមានន័យថាមិត្តភ័ក្តិរបស់យើងចូលចិត្តអាហារបែបនេះហើយយើងចូលចិត្តអាហារបែបនេះចឹងតើធ្វើឲ្យយើងមានចំណង់ចំណូលចិត្តខុសគ្នាហើយសុខភាពក៏អត់សូវដូចគ្នាដែរកត្តាសង្គមផ្សព្វផ្សាយមានន័យថាសង្គមបច្ចុប្បន្នចូលចិត្តផ្សព្វផ្សាយពីអាហារដែលមិនសូវមានសុខភាពដូចជាភេសជ្ជៈបើកម្លាំងនិងដែលប៊ីយ៉ាអីជាដើមអស់ហើយគ្រូចាអរគុណច្រើនក្រុមទី2បកស្រាយបានក្បោះក្បាយមែនទែនមិនដែរក្រុមយើងយល់ដែរអត់មានសំណួរមានចម្ងល់អីសួរមកកាន់ក្រុមទី2តាក់ទងជាមួយនឹងបញ្ហាដែលបានជួបប្រទះនេះមានអត់ចាអត់មានទេអញ្ចឹងអបអរសុំបងអូនទៅកន្លែងចាអញ្ចឹងសូមអបអរសាទរដល់ក្រុមទី3សម្រាប់ឡើងមកបកស្រាយចាអញ្ចឹងបន្តមកទៀតគឺក្រុមទី3ចាខ្ញុំសូមជម្រាបសួរនាងខ្ញុំឈ្មោះពូចឡាយសវណ្ណរីជាតំណាងក្រុមទី3សូមរាយការណ៍យើងអាចជំនះឧបសគ្គទាំងនោះដោយចំពោះកត្តាពេលវេលាគឺយើងត្រូវចម្អិនអាហារណាដែលងាយស្រួលធ្វើនិងចំណេញពេលវេលាដូចថាអ្នកធ្វើការគឺគាត់ត្រូវការពេលវេលាតិចសម្រាប់ការបរិភោគអញ្ចឹងគាត់ត្រូវជ្រើសរើសប្រភេទអាហារណាដែលងាយស្រួលធ្វើដូចជាពងទាគឺគាត់ត្រូវការជ្រើសរើសប្រភេទពងទាហ្នឹងព្រោះអីពងទាហ្នឹងវាអាចធ្វើឲ្យយើងចំណេញពេលវេលាព្រោះអីវាជាប្រភេទអាហារដែលធ្វើលឿនហើយចំពោះកត្តាថវិកាគឺយើងត្រូវជ្រើសរើសអាហារណាដែលមានតម្លៃសមរម្យតែមានសុខភាពល្អមានន័យថាចំពោះថវិកាដូចថាសង្គមយើងឥឡូវចំពោះការបរិភោគឬទៅចំណីអីគឺវាថ្លៃអញ្ចឹងយើងត្រូវជ្រើសរើសអាហារដែលមានតម្លៃសមរម្យតែវាអាចធ្វើឲ្យយើងមានសុខភាពល្អឧទាហរណ៍ថាពោតឆ្ងោវាគឺជាប្រភេទអាហារដែលមានតម្លៃសមរម្យតែនៅពេលដែលយើងបរិភោគទៅវាអាចធ្វើឲ្យយើងមានសុខភាពល្អហើយចំពោះកត្តាមិត្តភ័ក្តិគឺយើងត្រូវធ្វើឲ្យមិត្តភ័ក្តិមានចំណង់ចំណូលចិត្តដូចគ្នាមានន័យថាចំពោះមិត្តភ័ក្តិយើងដូចថាមិត្តភ័ក្តិយើងមួយចំនួនគឺគាត់ចង់បរិភោគប្រភេទអាហារដែលធ្វើឲ្យគាត់ខូចសុខភាពអញ្ចឹងនៅពេលដែលយើងឃើញថាមិត្តភ័ក្តិយើងគាត់ចង់បរិភោគអាហារដែលធ្វើឲ្យខូចសុខភាពយើងត្រូវតាក់ទាញគាត់ឬក៏បញ្ចូលគាត់ដើម្បីឲ្យគាត់មានចំណង់ចំណូលចិត្តដូចគ្នាហើយមកបរិភោគនៅប្រភេទអាហារដែលមានសុខភាពល្អហើយចំពោះទីកន្លែងគឺយើងត្រូវជ្រើសរើសទីកន្លែងដែលមានអនាម័យល្អមានន័យថាចំពោះការបរិភោគគឺយើងត្រូវការជ្រើសរើសទីកន្លែងដែលមានអនាម័យល្អព្រោះអីបើសិនជាយើងជ្រើសរើសទីកន្លែងដែលគ្មានអនាម័យគឺអាចធ្វើឲ្យយើងអាចនឹងខូចសុខភាពហើយចំពោះកត្តាពាណិជ្ជកម្មឬការផ្សព្វផ្សាយគឺយើងកុំត្រូវជឿទុកចិត្តលើបណ្ដាញសង្គមពេកឧទាហរណ៍ថាបណ្ដាញសង្គមគេផ្សព្វផ្សាយអំពីស្រាបៀរដូចថាព្រោះអីស្រាបៀរវាគឺជាប្រភេទដែលភេទជ្ជៈធ្វើឲ្យយើងខូចសុខភាពអញ្ចឹងនៅពេលដែលគេផ្សព្វផ្សាយដូចថាគេបញ្ចូលយើងដូចថាស្រាបៀរហ្នឹងគឺជាប្រភេទដែលប្រភេទភេទជ្ជៈដែលផ្ដល់កម្លាំងដល់យើងអញ្ចឹងនៅពេលយើងឃើញគេផ្សព្វផ្សាយអំពីស្រាបៀរហ្នឹងគឺយើងកុំត្រូវជឿទុកចិត្តលើគេឬក៏ចង់សាកឬក៏ភ្លក់រសជាតិហ្នឹងចាអរគុណច្រើនកំតាន់ឈរចាំlạiចាមិនដែរការបកស្រាយរបស់គេមិនដែរចាយល់បានអត់ចាមានចម្ងល់អីតាក់ទងជាមួយនឹងការជំនះឧបសគ្គចាអញ្ចឹងអានេះគឺគេបកស្រាយតាក់ទងជាមួយនឹងជំនះឧបសគ្គធ្វើម៉េចចាឧបសគ្គគេរាយរាប់ហើយមានច្រើនអញ្ចឹងក្រុមទី3បកស្រាយអំពីអ្វីដែលយើងត្រូវជំនះជាមួយឧបសគ្គអញ្ចឹងមានសំណួរអត់កូនអត់ទេណាចាអញ្ចឹងអរគុណច្រើនបកស្រាយបានល្អមែនតើអបអរសាទរក្រុមទី3ចាអញ្ចឹងជាបន្តមកទៀតគឺនៅសល់ក្រុមទីម៉ានចាក្រុមទី
4ចាអបអរសាទរតំណាងក្រុមទី4ឡើងបកស្រាយ ជំរាបសួរនាងខ្ញុំឈ្មោះសានសុភាតំណាងឲ្យក្រុមទី4ឡើងមកបកស្រាយកត្តាដែលជាអតិពលលើជំរឿនអាហាររបស់យើងមានដូចជាបង្ការជំងឺហ្នឹងមានន័យថាយើងចង់បរិភោគអាហារណាដែលមានសុខភាពល្អអាហ្នឹងក៏ជាកត្តាដែលជាអតិពលលើជំរឿនអាហាររបស់យើងដែរប៉ុន្តែពេលខ្លះយើងចង់បរិភោគអាហារណាដែលឧទាហរណ៍ថាដូចជាប្រហិតចឹងទៅចឹងក៏វាប៉ះពាល់ដល់អាហាររបស់យើងចឹងយើងបានយល់ដឹងពីអាហារដែលមានសុខភាពល្អយើងអាចបរិភោគដូចជាបន្លែផ្លែឈើប្រភេទជាប្រូតេអ៊ីនជាដើមដើម្បីបង្ការជំងឺកត្តាផ្ទាល់ខ្លួនហ្នឹងមានន័យថាយើងនឹងចង់ចូលចិត្តអាហារឧទាហរណ៍ដូចជាមីកំប៉ុងមីឆាយចឹងទៅចឹងនៅពេលដែលយើងហូបអាហារបែបហ្នឹងគឺវាល្អសម្រាប់សុខភាពយើងឯងប៉ុន្តែយើងបែរជាចង់ហូបវិញអានេះក៏ជាកត្តាផ្ទាល់ខ្លួននៅចំណូលចិត្តរបស់យើងដែរតើតងនឹងអាយុនឹងមានន័យថាបើខ្ញុំឧទាហរណ៍ទៅលើមនុស្សចាស់ត្រូវការបរិភោគប្រភេទប្រូតេអ៊ីនណាដែលជួយឲ្យសារពាង្គកាយរបស់គាត់មានសុខភាពល្អចឹងគាត់អត់អាចបរិភោគបានទេដូចជាសាច់គោចឹងពេលខ្លះគាត់ញ៉ាំអត់បានដោយសារតែគាត់ថ្មីគាត់ខ្សោយចឹងដល់ពេលដែលគាត់ហូបទៅក៏អត់អាចបរិភោគបានច្រើនដែរហ្នឹងក៏ជាអតិពលទៅលើអាយុដែរកត្តាសង្គមហ្នឹងមានន័យថាសង្គមបានផ្សព្វផ្សាយឧទាហរណ៍ថាភេទជ្ជៈពលកម្លាំងដូចជា Sting អីវិញជាដើមចឹងដល់ពេលដែលយើងឃើញចឹងទៅយើងគួរតែជៀសវាងពីព្រោះតែប្រភេទអាហារដែលភេទជ្ជៈពលកម្លាំងហ្នឹងគឺវាអត់ល្អសម្រាប់សុខភាពយើងទេគេគឺផ្សព្វផ្សាយដើម្បីតែឲ្យយើងហូបចឹងយើងត្រូវតែជៀសវាងប៉ុន្តែបើប្រភេទអស់ហ្នឹងដូចជាមនុស្សចាស់ពេលខ្លះគាត់ហូបទៅដើម្បីធ្វើឲ្យគាត់បង្កើនធម៌ពលដល់គាត់ហើយធ្វើឲ្យខួរក្បាលរបស់គាត់មានដំណើរការល្អអាហ្នឹងក៏ពេលដោយសារមនុស្សចាស់គាត់ប្រើប្រាស់កម្លាំងច្រើនចឹងយើងក្មេងយើងប្រើប្រាស់កម្លាំងតិចតួចក៏យើងអត់ត្រូវបរិភោគប្រភេទដែលជួយខួរក្បាលប្រភេទដែលសម្បូរទៅដោយជាតិស្ករច្រើនដែរចំពោះហិរញ្ញវត្ថុតើតងនឹងលុយចឹងបើសិនជាយើងចង់បរិភោគអាហារណាដែលមានសុខភាពល្អជាបន្លែផ្លែឈើយើងដឹងហើយថាផ្លែឈើនៅពេលដែលយើងចង់ហូបយើងត្រូវតែប្រើប្រាស់លុយដើម្បីទៅទិញវាអញ្ចឹងបើសិនយើងហូបវាយើងដឹងហើយថាអ្វីមួយនឹងបានត្រូវតែទៅទិញអញ្ចឹងយើងអត់មានលុយទេយើងអត់អាចទៅទិញវាមកហូបបានទេហ្នឹងក៏ជាកត្តាអតិពលលើជំរឿនអាហារយើងដែរមិត្តភ័ក្តិហ្នឹងមានន័យថាមិត្តភ័ក្តិខ្លះគាត់បានអូសទាញយើងទៅហូបអាហារដែលអត់ល្អដូចជាប្រហិតបុកល្ហុងជាដើមចឹងយើងត្រូវតែជៀសវាងពីកត្តាទាំងហ្នឹងដោយសារតែវាអត់ល្អសម្រាប់សុខភាពយើងឯងយើងត្រូវតែដឹងចឹងយើងអាចនាំគាត់ទៅហូបប្រភេទជាបន្លែផ្លែឈើជាស៊ុតជាបាយអីចឹងទៅដើម្បីឲ្យខ្លួនយើងមានដំណើរការល្អដូចជាទឹកដោះគោជាដើមទឹកដោះគោគឺវាជួយឲ្យខួរក្បាលរបស់យើងវាជួយឲ្យឆ្អឹងរបស់យើងរឹងមាំវប្បធម៌និងបរិយាកាសគ្រួសារខ្លះរាល់ថ្ងៃគាត់ញ៉ាំតែប្រហុកឯងចឹងក៏វាអត់ល្អសម្រាប់សុខភាពយើងដែរបើសិនជាយើងបរិភោគតែប្រហុករាល់ថ្ងៃវាអត់ល្អទេអញ្ចឹងយើងត្រូវតែប្រាប់ឪពុកម្ដាយរបស់យើងថាឧទាហរណ៍នេះល្អចឹងទៅអាហារនោះល្អចឹងយើងប្រាប់គាត់ដើម្បីឲ្យគាត់យល់ពីយើងហើយយើងបានរៀនអាហារហ្នឹងទៅប្រាប់គាត់ចឹងគាត់អាចបរិភោគអាហារណាដែលមានសុខភាពល្អដែលអាចជួយឲ្យគ្រួសាររបស់យើងមានអាយុវែងចឹងទៅចំពោះពេលវេលាហ្នឹងមានន័យថាយើងរាល់ថ្ងៃហ្នឹងយើងមកចលាយើងត្រូវការញ៉ាំបាយដើម្បីឲ្យយើងមានធម៌ពលប៉ុន្តែពេលខ្លះយើងចេញលេងលឿនយើងអាចញ៉ាំបាយបានយូរឯងចឹងយើងត្រូវតែស្វែងរកអាហារណាដែលជួយឲ្យយើងមានសុខភាពល្អដូចជានំប៉័ងអីជាដើមនំប៉័ងយើងញ៉ាំបានលឿនហើយចំណេញពេលវេលាទៀតចឹងបើបងមានចម្ងល់អាចសួរខ្ញុំបានចាអរគុណច្រើនមិនដែរក្រុមទី3អធិ4ចាអបអរសាទរដល់ក្រុមទី4ចាល្អមែនតែនសម្រាប់ការបកស្រាយកត្តាដែលជាអតិពលទៅលើជំរឿនអាហាររបស់
របស់យើងចារបស់យើងទាំងអស់គ្នាអញ្ចឹងគេមានកត្តាជាច្រើនដែលយើងបានរៀនមកហើយក៏បានឡើងមកបកស្រាយ